từ lên Singapore đó đón bong bóng từ lên tại nơi không ti cái long Singapore mà nó ở tê tỏ mà cây nơi lời cặp bao đó tầm nớp chi vì Singapore tới Malaysia rồi dạp Pelpi Yopi thay ngay cho mùa nhom thả ta nơi lời cặp bao nắng cả lại kênh bay mất cái nhâm ấy nơi ná mà hộp bay mất hay mình sẽ gặp một phim ấy class để dựng phơ ban nơi lời năngចាប់ផ្ដើមដំបូងគឺខ្ញុំហោះហើរចេញពីទីក្រុងភ្នំពេញទៅកាន់ប្រទេសសិង្ហបុរីតាមរយៈក្រុមហ៊ុនអាកាសចរ Singapore Airlines នៅលើយន្តហោះចិត្ត2ម៉ោងតែអត់មានអារម្មណ៍ថាធុញទេឲ្យតែមានរបស់ឆ្ងាញ់គេងស្រួលសំខាន់មានរឿងមើលទៀតញ៉ាំហើយមើលរឿងបានពាក់កណ្ដាលយន្តហោះក៏ចុះចតមកដល់សិង្ហបុរីសល់ពាក់កណ្ដាលរឿងទៀតទុកមើលពេលត្រឡប់មកវិញមកដល់ពលានយន្តហោះឆាងជីហើយអត់ចាំយូរទេព្រោះមានពេលតិចដែរនាំគ្នារត់ទៅមើលកន្លែងទឹកហូរនេះព្រោះតាបានមកថតកន្លែងនេះដឹងតែគេស្គាល់ថាសិង្ហបុរីចេញពីពលានយើងត្រូវធ្វើដំណើរទៅកាន់កំពង់ផែដើម្បីធ្វើការ check in ឡើងកប៉ាល់តែម្ដងចុះពីលើយន្តហោះឡើងទូកបដ ாய் cruise មកដល់កំពង់ផែខ្ញុំត្រូវយកវ៉ាលីផ្ទាល់ខ្លួនដើម្បីទៅ check in ហើយគេយកវ៉ាលីយើងហ្នឹងទៅដាក់នៅតាមបន្ទប់ផ្ទាល់ឲ្យយើងតែម្ដងនៅកន្លែង scan វ៉ាលីហ្នឹងខ្ញុំគិតថាមានមនុស្សតែប៉ុណ្្នឹងទេតើតែឡើងទៅដល់លើបានដឹងថាមនុស្សមក check in ឡើងកប៉ាល់ជាមួយគ្នាហ្នឹងច្រើនខ្លាំងមែនតើនេះដោយសារកន្លែងនេះជាកន្លែង immigration ណាអញ្ចឹងខ្ញុំថតបានតែប៉ុណ្្នឹងឯងហើយខ្ញុំចង់ប្រាប់ថា process នៃការឡើងកប៉ាល់នេះអត់ខុសពីឡើងជិះយន្តហោះទេដូចគ្នាទាំងអស់ព្រោះយើងត្រូវចាក់ចេញពីប្រទេសមួយទៅប្រទេសមួយគឺចេញពីសិង្ហបុរីទៅម៉ាឡេស៊ីទៅដល់លើកប៉ាល់យើងត្រូវទៅរក gate ដើម្បីចូលតាមបន្ទប់រៀងៗខ្លួនតែឈប់បងប្អូនកន្លែងនេះខ្ញុំចង់ប្រាប់បងប្អូនថាកប៉ាល់នេះធំខ្លាំងមែនតើកម្ពស់18ជាន់ប្រវែង335ម៉ែត្រមានបន្ទប់គេងដល់ទៅ1674បន្ទប់ដូចអាគារមួយកំពុងបដែតលើមហាសមុទ្រអញ្ចឹងមកដល់បន្ទប់គេងហើយចូលមកដល់មានអារម្មណ៍ថាប្លែកព្រោះសរសើរគេ space ប៉ុណ្ណឹងអាចធ្វើបន្ទប់គេងបានស្អាតមែនតើបន្ទប់នេះមានគ្រែធំមួយមានសាឡុងមួយតាមពិតសម្រាប់គ្នា2នាក់តែបើមានគ្នា3នាក់គេអាចបើកសាឡុងនេះដើម្បីធ្វើគ្រែមួយទៀតឲ្យយើងបាននេះគេអត់ទាន់រៀបចំទេណាពេលរៀបចំរួចស្អាតដូចគ្រែធម្មតាអញ្ចឹងគេនេះវិញនិយាយពីអនាម័យខ្ញុំឲ្យ10លើ10ហ្មងព្រោះវាស្អាតពេកចូលមកដល់ចង់គេងហ្មងណាមុនឡើងមកខ្ញុំភ័យមែនតើភ័យខ្លាចពុលខ្លាចគេងអត់កើតព្រោះធ្លាប់តែជិះទូកលើសមុទ្ររាល់ដងពុលតែអត់ទេចូលមកដល់បានដឹងថាដូចនៅលើដីធម្មតាអញ្ចឹងមកចូលមកដល់កន្លែងញ៉ាំអីវិញម្ដងសម្រាប់អ្នកស្នាក់នៅលើនេះគឺញ៉ាំអត់អស់លុយទេមិនមែនគេ free ទេណាចង់មានន័យថាតម្លៃដែលយើងទិញបន្ទប់ស្នាក់នៅលើកប៉ាល់នេះគឺមានរួមបញ្ចូលជាមួយការញ៉ាំអាហារទាំង3ពេលរួចរាល់ហើយម្ហូបមានជាប្រភេទ buffet set menu ហើយអាហារទាំង3ពេលហ្នឹងគឺគេរៀបចំមកឲ្យជាន់គ្នាទេរសជាតិឆ្ងាញ់អនាម័យល្អទៀត restaurant នៅលើនេះមានច្រើនមែនតែខ្ញុំអត់បានរាប់ទេចង់ញ៉ាំបែបម៉េចក៏មានដែរតែហាងខ្លះគេគិតលុយព្រោះអត់មានរួមបញ្ចូលទេណាបើសួរថានៅលើកប៉ាល់ដល់ទៅ2ថ្ងៃអប់សុកអត់ធុញអត់សម្រាប់ខ្ញុំផ្ទាល់រកពេលអប់សុកអត់មានទេព្រោះដើរលេងពេញកប៉ាល់ហ្មងអត់ខ្វះកន្លែងទៅទេបងប្អូនជាន់ខាងលើមានសួនទឹកអាងហែលទឹកចាគូស៊ីកន្លែងលេងបាល់វាយកូនហ្គោល